ខ្មែរយើងមានសុភាសិតមួយចំនួនពាក់ព័ន្ធនឹងការងារតួយ៉ាងដូចជាការងារជាឃ្លាំងទ្រព្យឬការអ្វីក៏ថ្លៃថ្នូរដែរឲ្យតែជាការងារសុចរិតនេះសបញ្ជាក់ឲ្យឃើញថាមានការងារធ្វើគឺជារឿងសំខាន់ហើយមនុស្សម្នាក់ក៏បីស្វែងរកការងារធ្វើឲ្យបានមិនត្រូវទំនេរដើរទាត់ខ្យល់ទីប៉ុន្តែលោកអ្នកធ្លាប់មានឆ្ងល់ទេថាហេតុអ្វីមនុស្សយើងចាំបាច់ធ្វើការប្រហែលជាលោកអ្នកស្ដាប់ខ្លះលួចសើចចំអកថាយីអញ្ចឹងក៏សួរដែរយើងធ្វើការគឺដើម្បីរកលុយមកចិញ្ចឹមជីវិតនឹងណាហើយប្រហែលជាប្រិយមិត្តមួយចំនួនទៀតគិតថាមិនត្រឹមតែដើម្បីលុយទេអ្នកខ្លះគេធ្វើការព្រោះគេចង់សប្បាយរីករាយនឹងស្នាដៃរបស់គេឬគេចង់ប្រឡូកក្នុងសង្គមជាដើមពិតមែនហើយមិនខុសទេបន្ថែមពីនេះយើងធ្វើការក៏ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍជីវភាពប្រជាជននិងសង្គមជាតិផងដែរប៉ុន្តែនៅមានសំណួរមួយទៀតតើយើងគួរធ្វើយ៉ាងណាដើម្បីអាចបង្កើតកន្លែងការងារមួយដែលអាចបំពេញចិត្តនិងសេចក្តីត្រូវការរបស់យើងបាននៅក្នុងពេលបច្ចុប្បន្ននេះមនុស្សស្ទើរតែគ្រប់គ្នាទៅហើយដែលធ្វើការដើម្បីលុយនៅចំពោះមុខលុយហាក់បីដូចជាសំខាន់ខ្លាំងណាស់មានកន្លែងខ្លះគេចាំបាច់ត្រូវប្រើលុយធ្វើជាគ្រឿងលើកទឹកចិត្តទើបការងារអាចមានលទ្ធផលល្អនៅពេលដែលមិនប្រើលុយថ្វីដៃការងារក៏ធ្លាក់ចុះការប្រើលុយធ្វើជាគ្រឿងជំរុញទឹកចិត្តបុគ្គលិកធ្វើឲ្យការងារវាអាចមានប្រសិទ្ធភាពនៅដំណាក់កាលដំបូងប៉ុន្តែនៅថ្ងៃក្រោយវានឹងផ្ដល់ការលំបាកដល់អ្នកគ្រប់គ្រងវិញនៅក្នុងបញ្ញាទាំង5ដែលប្រសូតចេញពីសៀវភៅរបស់លោក Barry Swart ដែលជាចិត្តវិទូដ៏ល្បីល្បាញមួយរូបរបស់អាមេរិកលោកអ្នកនឹងបានជ្រាបអំពីមូលហេតុដែលមនុស្សយើងចាំបាច់ត្រូវធ្វើការនិងវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីអាចធ្វើឲ្យការងាររបស់យើងផ្ដល់សេចក្តីសុខសុភមង្គលដល់យើងបានសូមអញ្ជើញប្រិយមិត្តតាមដានស្ដាប់អត្ថន័យដែលមាននៅក្នុងបញ្ញាជាបន្តបន្ទាប់ដូចតទៅ1ការងារដែលយើងពេញចិត្តធ្វើអាចតម្រង់ទិសដៅឲ្យជីវិតរបស់យើងមានភាពល្អប្រសើរនិងខុសប្លែកពីអ្នកដទៃដូចបានជជែកគ្នាពីខាងលើរួចមកហើយថាមនុស្សយើងដែលក្រោកពីព្រលឹមទៅធ្វើការហើយចូលផ្ទះពេលប្រលប់វិញនេះគឺសុទ្ធតែមានគោលដៅខុសៗគ្នាអ្នកខ្លះធ្វើការដើម្បីសន្សំលុយទុកដណ្ដឹងកូនគេអ្នកខ្លះធ្វើការដើម្បីលុយសងបំណុលគេអ្នកខ្លះធ្វើការដើម្បីសន្សំលុយបើកអាជីវកម្មខ្លួនឯងហើយអ្នកខ្លះទៀតធ្វើការដើម្បីតែធ្វើការតើយើងធ្លាប់សួរខ្លួនឯងទេថាតើការងារដែលយើងធ្វើរាល់ថ្ងៃនេះវាមានន័យសម្រាប់ជីវិតរបស់យើងដែរឬអត់មិនថាយើងដឹងឬមិនដឹងចម្លើយទេសំណួរមួយនេះវាពិតជាអាចបើកផ្លូវឲ្យយើងដើរទៅរកការងារឬការធ្វើអ្វីមួយដែលវានឹងបំពេញន័យឲ្យជីវិតរបស់យើងស្របពេលដែលមនុស្សខ្លះធ្វើការដើម្បីតែធ្វើការមនុស្សមួយចំនួនទៀតធ្វើការងារដោយមានគោលដៅនិងមានសេចក្តីសង្ឃឹមទៅថ្ងៃអនាគតមនុស្សប្រភេទនេះហៅការងាររបស់គេថា career មិនមែន job ឡើយពួកគេប្រឹងប្រែងធ្វើការងារដោយសង្ឃឹមថាថ្ងៃមុខគេនឹងបានឡើងតំណែងឡើងប្រាក់ខែនិងមានឋានៈបុណ្យស័ក្តិមានមុខមានមាត់នៅក្នុងសង្គមក្រុមមនុស្សដែលធ្វើការប្រកបដោយសេចក្តីសង្ឃឹមនិងមានទិសដៅបែបនេះច្រើនតែធ្វើកិច្ចការឲ្យមានការរីកចម្រើនលូតលាស់និងមានលទ្ធផលល្អជារឿយៗក្រៅពីមនុស្សពីរក្រុមនេះនៅមានមនុស្សធ្វើការមួយប្រភេទទៀត
ពួកគេយល់ថាការងារដែលខ្លួនកំពុងធ្វើគឺជារឿងចាំបាច់ជារឿងដែលសង្គមត្រូវការហើយវាអាចនាំឲ្យមានការផ្លាស់ប្ដូរមនុស្សនៅក្នុងសង្គមផ្លាស់ប្ដូរស្ថានភាពប្រទេសឬដល់ថ្នាក់ធ្វើឲ្យពិភពលោកប្រែប្រួលផងដែរឧទាហរណ៍ដូចជាអ្នកផ្ដល់ប្រឹក្សាវិជ្ជបណ្ឌិតអ្នកនយោបាយអ្នកធ្វើការងារអភិវឌ្ឍសង្គមជាដើមការងាររបស់ពួកគេមិនត្រឹមតែផ្ដល់សេចក្តីសុខដល់ខ្លួនឯងទេវាថែមទាំងបង្កើតសុភមង្គលដល់អ្នកដទៃទៀតផងនៅក្នុងចំណោមមនុស្សធ្វើការងារ3ក្រុមនេះតើលោកអ្នកស្ថិតនៅក្នុងក្រុមមួយណាលោកអ្នកគឺជាអ្នកធ្វើការគ្មានគោលដៅជាអ្នកធ្វើការប្រកបដោយសេចក្តីសង្ឃឹមនិងមហិច្ឆតាឬជាអ្នកធ្វើការងារដើម្បីផ្លាស់ប្ដូរពិភពលោកសាកគិតលេងមើលទៅប្រហែលជាសំណួរនេះអាចផ្លាស់ប្ដូរជីវិតរបស់យើងឲ្យប្រែជាល្អប្រសើរបានចិត្តវិទូអាមេរិកម្នាក់គឺលោកស្រី Amy Reeses Shakespeare រួមជាមួយនឹងក្រុមការងាររបស់គាត់បានធ្វើការសិក្សាស្រាវជ្រាវអំពីបុព្វហេតុដែលនាំឲ្យមនុស្សធ្វើការហើយជាមួយគ្នានេះលោកព្យាយាមរកមើលថាតើហេតុអ្វីបានជាមនុស្សមួយចំនួនគិតថាការងាររបស់ពួកគេគឺជាការងារចាំបាច់ដែលភាសាអង់គ្លេសហៅថា a calling មិនមែនជាការងារធម្មតាឬ a job លោកស្រីចិត្តវិទូបានសួរបុគ្គលិកដែលធ្វើការងារជាច្រើនកន្លែងនៅក្នុងវិស័យផ្សេងគ្នាដើម្បីចង់បានចម្លើយបែបវិទ្យាសាស្ត្រដែលអាចជឿទុកចិត្តនិងអាចប្រើការបាននៅក្នុងចំណោមវិស័យជាច្រើនលោកស្រីបានលើកយកវិស័យ2មកបរិយាយអ្នកថែរក្សាអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមានអារម្មណ៍សប្បាយចិត្តនៅពេលដែលពួកគេបានជួយថែរក្សាមនុស្សឈឺនិងបានធ្វើឲ្យពួកគេមានភាពធូរស្បើយគ្រូពេទ្យនិងបុគ្គលិកពេទ្យទាំងអស់នេះយល់ថាការងាររបស់ពួកគេពិតជាការងារដែលមានសារៈសំខាន់ណាស់ចំពោះខ្លួនគេនិងចំពោះអ្នកដទៃមនុស្សមួយក្រុមទៀតគឺបុគ្គលិកអប់រំរបស់សាកលវិទ្យាល័យពួកគេប្រាប់ថានៅពេលដែលពួកគេគិតទៅដល់ការបណ្ដុះបណ្ដាលអ្នកដឹកនាំសម្រាប់សង្គមនៅថ្ងៃអនាគតវាធ្វើឲ្យពួកគេសប្បាយចិត្តនិងមានមោទកភាពជាមួយនឹងការងារនោះពួកគេបន្ថែមថាអ្វីដែលពួកគេកំពុងធ្វើនៅថ្ងៃនេះគឺវានឹងឈានទៅផ្លាស់ប្ដូរពិភពលោកនៅថ្ងៃខាងមុខឧបមាថាយើងជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយយើងគួរធ្វើយ៉ាងណាដើម្បីឲ្យបុគ្គលិករបស់យើងមានអារម្មណ៍ដូចជាបុគ្គលិកពេទ្យនិងបុគ្គលិកអប់រំនៅសាកលវិទ្យាល័យខាងលើកុំអាលបារម្ភពីព្រោះនៅក្នុងបញ្ញាបន្ទាប់នេះលោកអ្នកនឹងបានជ្រាបអំពីរឿងនេះ2បុគ្គលិកដែលអាចធ្វើការងារប្រកបដោយប្រសិទ្ធភាពលុះត្រាគេមានស្វ័យភាពការអភិវឌ្ឍសមត្ថភាពនិងបេសកកម្មច្បាស់លាស់ការដែលយើងមានលុយបើកក្រុមហ៊ុនមិនមែនជាការពិបាកប៉ុន្មានទេប៉ុន្តែការធ្វើឲ្យក្រុមហ៊ុនមានដំណើរការល្អនិងឆ្ពោះទៅមុខដោយមានវឌ្ឍនភាពទើបជារឿងលំបាកតើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យក្រុមហ៊ុនរបស់យើងដើរទៅមុខដោយរលូនប្រសិនបើយើងទៅបណ្ណាគារយើងនឹងរកបានសៀវភៅរាប់សិបក្បាលដែលនិយាយអំពីយុទ្ធសាស្ត្រនិងរូបមន្តនានាដែលធ្វើឲ្យអាជីវកម្មជោគជ័យយ៉ាងណាមិញនៅចំពោះមុខបើយើងគិតឲ្យស៊ីជម្រៅតែបន្តិចយើងក៏ប្រហែលជាគិតឃើញដូចគ្នាដើម្បីឲ្យអាជីវកម្មជោគជ័យមានកត្តាសាមញ្ញចំនួន3តើកត្តាសាមញ្ញទាំង3នេះមានអ្វីខ្លះកត្តាទី1គឺស្វ័យភាពឬភាសាអង់គ្លេសហៅថា autonomy ការផ្ដល់ឯករាជ្យភាពនិងទំនួលខុសត្រូវ
ត្រូវឲ្យសមទៅនឹងតាមសមត្ថភាពរបស់បុគ្គលិកនោះបុគ្គលិករបស់យើងនឹងធ្វើការដោយប្រឹងប្រែងអស់ពីសមត្ថភាពមនុស្សខ្លះជាពិសេសគឺអ្នកដែលមានការសិក្សាអប់រំខ្ពស់គេឥតចង់ឲ្យនរណាម្នាក់មកឈរចង្អុលគេថាត្រូវធ្វើនេះធ្វើនោះទេមនុស្សបែបនេះខ្មែរយើងហៅថាមនុស្សមានចិត្តគេដឹងច្បាស់ណាស់ថាអ្វីជាកិច្ចការដែលគេត្រូវធ្វើហើយធ្វើនៅពេលណានិងបញ្ចប់នៅពេលណាអ្នកគ្រប់គ្រងគ្រាន់តែប្រាប់គេទៅគឺគេចេះចាត់ចែងដោយខ្លួនឯងហើយសម្រាប់បុគ្គលិកដែលត្រូវការឯករាជ្យនៅក្នុងការបំពេញការងារអ្នកគ្រប់គ្រងត្រូវតែប្រយ័ត្នបន្តិចពោលគឺពេលខ្លះការត្រួតត្រាម៉ត់ចត់ជ្រុលពេកនាំឲ្យបុគ្គលិកប្រភេទនេះធ្វើការមិនបានល្អទៅវិញផ្ទុយពីនេះកាលណាគាត់ទទួលបានសិទ្ធិក្នុងការសម្រេចចិត្តទៅលើកិច្ចការរបស់ខ្លួនគាត់នឹងសប្បាយចិត្តព្រោះយល់ថាអ្នកគ្រប់គ្រងឲ្យតម្លៃនិងទុកចិត្តមកលើខ្លួនចុងក្រោយគាត់នឹងបង្ហាញស្នាដៃការងារជូនដល់អ្នកគ្រប់គ្រងគាត់ឲ្យបានត្រជាក់ភ្នែករីឯកត្តាទី2គឺការវិនិយោគលើការអភិវឌ្ឍសមត្ថភាពបុគ្គលិកនៅក្នុងពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនមានការយល់ដឹងច្បាស់លាស់និងជ្រាបពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកបើរវល់តែធ្វើការងារដោយមិនចំណាយពេលនិងប្រាក់កាសខ្លះដើម្បីបណ្ដុះបណ្ដាលបុគ្គលិកបន្ថែមទេនោះមិនខុសពីយករណាមុខរិលទៅអាឈើឡើយដូចជាគេល្ឯងនិយាយថាបើអ្នកឲ្យពេលខ្ញុំ5ម៉ោងដើម្បីអាឈើមួយដើមនោះខ្ញុំនឹងចំណាយពេល1ម៉ោងសម្រាប់សំលៀងមុខរណាហើយខ្ញុំត្រូវការពេលតែ1ម៉ោងទៀតប៉ុណ្ណោះដើម្បីអាឈើមួយដើមនោះឲ្យដាច់បានបើយើងមិនសំលៀងមុខរណាទេនោះយើងនឹងខ្ជិលខ្ជាទាំងពេលវេលានិងបាត់បង់ទាំងកម្លាំងហើយមិនប្រកាសថាការងារសម្រាប់តាមផែនការទៀតផងការដុសខាត់និងបំពាក់បំពន់ជំនាញនិងសមត្ថភាពដល់បុគ្គលិកគឺជារឿងសំខាន់បំផុតសម្រាប់ភាពជោគជ័យនៅក្នុងក្រុមហ៊ុនការបណ្ដុះបណ្ដាលបន្ថែមបែបនេះក៏ជាគ្រឿងលើកទឹកចិត្តដ៏វិសេសវិសាលសម្រាប់បុគ្គលិកផងដែរអ្នកធ្វើការរបស់យើងនឹងយល់ថាក្រុមហ៊ុនយកចិត្តទុកដាក់ដល់ពួកគេក្រៅពីផ្ដល់ប្រាក់ខែហើយក្រុមហ៊ុននៅបានផ្ដល់ចំណេះជំនាញដល់ពួកគេទៀតផងដូច្នេះនៅពេលធ្វើការបុគ្គលិកមានអារម្មណ៍កក់ក្ដៅនិងចង់រួមសុខរួមទុក្ខជាមួយនឹងក្រុមហ៊ុនជានិច្ចកត្តាទី3គឺបេសកកម្មឬភាសាអង់គ្លេសហៅថា mission បេសកកម្មមិនមែនគ្រាន់តែជាសម្ដីដែលនិយាយចេញពីមាត់របស់ប្រធានក្រុមហ៊ុននៅពេលឡើងថ្លែងសន្ទរកថានោះទេនិយាយទៅបេសកកម្មរបស់ក្រុមហ៊ុនត្រូវតែបញ្ជ្រាបទៅក្នុងស្មារតីរបស់បុគ្គលិកគ្រប់រូបនៅរាល់សកម្មភាពអនុវត្តកិច្ចការប្រចាំថ្ងៃបុគ្គលិកម្នាក់ត្រូវប្រកាន់ភ្ជាប់នៅបេសកកម្មរបស់ក្រុមហ៊ុនបើបុគ្គលិកមិនយល់ពីបេសកកម្មរបស់ក្រុមហ៊ុនថាជាអ្វីផងតើពួកគេធ្វើការងារបានល្អយ៉ាងម៉េចទៅជារួមគ្រប់លំដាប់ជាន់ថ្នាក់តាំងពីថ្នាក់កំពូលរហូតដល់បុគ្គលិកជួរមុខត្រូវតែមានស្មារតីប្រកាន់ខ្ជាប់ជានិច្ចនៅបេសកកម្មរបស់ក្រុមមានក្រុមហ៊ុនមួយចំនួននៅពេលដែលមិនសូវទទួលបានប្រាក់ចំណេញឬមានដំណើរការមិនល្អអ្នកគ្រប់គ្រងក៏សម្រេចចិត្តរឹតបន្តឹងលើឯករាជ្យភាពការងារកាត់បន្ថយការអភិវឌ្ឍសមត្ថភាពបុគ្គលិកដើម្បីសន្សំលុយទប់ទល់នឹងការចំណាយប៉ុន្តែការធ្វើបែបនេះមានតែធ្វើឲ្យបញ្ហាកាន់តែអាក្រក់ថែមទៀតប៉ុណ្ណោះក្រុមហ៊ុនខ្វះប្រសិទ្ធភាពការងារហើយយើងមកកាត់បន្ថយ
ការវិនិយោគលើសមត្ថភាពបុគ្គលិកទៀតតើថ្ងៃមុខឲ្យក្រុមហ៊ុនមានដំណើរការល្អប្រសើរមិននឹងបានឧទាហរណ៍ថាក្រុមហ៊ុនរបស់យើងកំពុងជួបបញ្ហាមួយគឺចាញ់ប្រៀបគូប្រជែងនៅលើទីផ្សារផលិតផលយើងប្រហែលជាគិតថាបើចង់ឲ្យក្រុមហ៊ុនមានប្រៀបខាងទីផ្សារវិញគឺត្រូវកាត់បន្ថយបុគ្គលិកខ្លះដើម្បីសន្សំលុយហើយត្រូវតែត្រួតត្រាលើបុគ្គលិកឲ្យម៉ត់ចត់ជាងមុនដើម្បីឲ្យពួកគេប្រឹងប្រែងធ្វើការងារខ្លាំងជាងមុនដែរអ្នកនិពន្ធរបស់យើងបានជម្រាបថាការធ្វើបែបនេះយើងប្រកាសជាទទួលបានលទ្ធផលផ្ទុយពីការរំពឹងទុកជាមិនខាននៅពេលអ្នកគ្រប់គ្រងបង្កើតការត្រួតត្រាលើបុគ្គលិកពួកគេនឹងយល់ថានេះមិនមែនជាការត្រួតត្រាទេជាការត្រួតក្បាលទៅវិញគ្មានបុគ្គលិកណាម្នាក់ចង់ឲ្យអ្នកគ្រប់គ្រងមកត្រួតក្បាលរបស់ខ្លួនទេគេបានឆ្លងកាត់ការសិក្សារៀនសូត្រនិងបទពិសោធន៍ការងារមកក្រាស់ក្រែលហើយពួកគេដឹងថាអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើហើយកុំចាំបាច់អីមកត្រួតត្រាឬត្រួតពិនិត្យពួកគេមើលតែពួកគេជាក្មេងបៀមដៃនោះឡើយបើខ្លាចការងារគ្មានលទ្ធផលល្អម្ដេចមិនបណ្ដុះបណ្ដាលសមត្ថភាពដល់បុគ្គលិកបន្ថែមទៅការកាត់បន្ថយបុគ្គលិកនិងការរឹតបន្តឹងការគ្រប់គ្រងមានតែធ្វើឲ្យបុគ្គលិកអាក់អន់ស្រពន់ចិត្តប៉ុណ្ណោះពួកគេយល់ថាទង្វើបែបនេះជាការគំរាមកំហែងនិងមិនមែនជាវិថីជោគជ័យសម្រាប់ខ្លួនគេនិងក្រុមហ៊ុនទេហើយអ្វីបានជាការត្រួតពិនិត្យតឹងតែងបែរជាធ្វើឲ្យបុគ្គលិកបាក់ទឹកចិត្តទៅវិញយើងនឹងទៅពិនិត្យមើលឲ្យបានជាក់លាក់នៅក្នុង3ការប្រើប្រាស់ឥទ្ធិពលប្រាក់និងប្រព័ន្ធការងារខ្លាំងជ្រុលពេកនាំឲ្យបុគ្គលិកមិនសប្បាយចិត្តនៅក្នុងការបំពេញការងារហើយចុងក្រោយវាផ្ដល់ទុក្ខលំបាកដល់ក្រុមហ៊ុនវិញប្រសិនបើប្រិយមិត្តដែលកំពុងស្ដាប់កម្មវិធីបញ្ញានៅក្នុងវីដេអូនេះជាបុគ្គលិកកំពុងបំពេញការងារនៅក្នុងអង្គភាពណាមួយនោះលោកអ្នកប្រហែលជាធ្លាប់ជួបប្រទះខ្លះមិនខាននៅអ្នកគ្រប់គ្រងដែលចូលចិត្តត្រួតត្រាកូនចៅគ្រប់ជំហានគាត់ធ្វើដូច្នេះដោយសារគាត់គិតថាបុគ្គលិកគ្រាន់តែតាមដានឲ្យឆេះអញ្ចឹងទើបប្រឹងធ្វើការមែនហើយមានបុគ្គលិកខ្លះពិតជាមានលក្ខណៈបែបនឹងមែនបើមេមិនជេរខ្លះមិនសម្ដីធ្ងន់ខ្លះទេគឺពួកគេធ្វើការលេះលោះម៉ាយកតែសងបុគ្គលិកប្រភេទនេះនៅក្នុងក្បួនគ្រប់គ្រងគេហៅថាបុគ្គលិក X ប៉ុន្តែសូមបញ្ជាក់ថាមិនមែនឲ្យតែត្រួតត្រាបុគ្គលិកស្អិតដូចតុកែសុទ្ធតែធ្វើឲ្យបុគ្គលិកប្រឹងប្រែងធ្វើការទេបុគ្គលិកប្រភេទ Y នឹងធុញទ្រាន់ព្រមទាំងគ្មានអារម្មណ៍អាចធ្វើការងារពេញដៃពេញជើងឡើយបើសិនជាមាននរណាម្នាក់មកចាំតាមដានត្រួតត្រាគេអញ្ចឹងបញ្ហាមួយទៀតដែលធ្វើឲ្យបុគ្គលិកមិនស្រួលចិត្តនៅពេលបំពេញការងារនោះដែរគឺការរៀបចំប្រព័ន្ធគ្រប់គ្រងកិច្ចការរបស់បុគ្គលិកខ្លាំងជ្រុលពេកនៅពេលបំពេញការងារនៅក្នុងអង្គភាពដែលមានប្រព័ន្ធគ្រប់គ្រងកិច្ចការខ្លាំងពេកនាំឲ្យបុគ្គលិកដែលធ្វើការនោះមានអារម្មណ៍ថាខ្លួនដូចជាមនុស្សយន្តខ្លួនមិនអាចធ្វើអ្វីដែលខ្លួនគិតថាល្អប្រសើរនិងថ្មីសម្រាប់ការលូតលាស់របស់អង្គភាពឥឡូវយើងមើលការអប់រំនៅក្នុងសហរដ្ឋអាមេរិកគេបានរៀបចំប្រព័ន្ធយ៉ាងរឹងមាំដែលគេគិតថាគឺជាជម្រើសល្អបំផុតអ្នករៀបចំប្រព័ន្ធនេះយល់ថាមិនថាគ្រូបង្រៀនប្រភេទណាទេឲ្យតែចូលមកក្នុងប្រព័ន្ធនេះគឺដឹងតែអាចបង្រៀនបានល្អហើយការឲ្យតម្លៃទៅលើប្រព័ន្ធខ្លាំងពេកវាធ្វើឲ្យតម្លៃភាពជាមនុស្សវាបាត់បង់ទៅវិញមានគ្រូបង្រៀនខ្លះគាត់គិតឃើញអ្វីថ្មីប្លែកហើយដែលគាត់គិតថាល្អនិងមានប្រយោជន៍
ក៏គាត់មិនអាចយកវាមកអនុវត្តនៅក្នុងការបង្រៀនរបស់គាត់ដែរពីព្រោះវាខុសពីប្រព័ន្ធដែលគេបានរៀបចំមូលហេតុនេះហើយដែលបណ្ដាលឲ្យគ្រូបង្រៀនជាច្រើនមិនសូវមានទឹកចិត្តបង្រៀនដំបូងគ្រូទាំងនោះគិតថាការងារបង្រៀនរបស់គាត់គឺជាការងារសំខាន់និងអាចផ្លាស់ប្ដូរសង្គមជាតិប៉ុន្តែដល់ពេលចូលទៅបង្រៀននៅក្នុងគំនាបមួយដ៏រឹងរបស់សាលាគាត់ក៏មានអារម្មណ៍ថាកិច្ចការបង្រៀនរបស់គាត់គ្រាន់តែជាកិច្ចការធ្វើដើម្បីបង្ក្រប់កិច្ចឬធ្វើដើម្បីបានប្រាក់សម្រាប់ចិញ្ចឹមក្រពះប៉ុណ្ណោះនៅពេលគ្រូបង្រៀនមានអារម្មណ៍បែបហ្នឹងសួរថាតើគ្រូអាចបង្រៀនឲ្យសិស្សមានប្រសិទ្ធភាពយ៉ាងម៉េចប្រសិទ្ធភាពនៃការបង្រៀននឹងធ្លាក់ចុះបើសាលារៀននៅតែបន្តឲ្យតម្លៃប្រព័ន្ធច្រើនជាងឲ្យតម្លៃលើគ្រូបង្រៀនរឿងមួយទៀតដែលស្ថាប័ននានាតែងតែធ្វើឲ្យមានបញ្ហាទៅលើការគ្រប់គ្រងបុគ្គលិកនោះគឺការប្រើប្រាស់លុយធ្វើជាគ្រឿងលើកទឹកចិត្តឬជាគំរាមដល់បុគ្គលិកឬជាការគំរាមដល់បុគ្គលិកប៉ុន្តែក្រៅពីយកលុយទៅជំរុញឲ្យបុគ្គលិកប្រឹងប្រែងធ្វើតើមានអ្វីល្អជាងនេះទៀតវាគួរតែមានវិធីផ្សេងឥឡូវយើងទៅមើលការពិសោធន៍មួយដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលថែទាំក្មេងមួយកន្លែងនៅក្នុងប្រទេសអ៊ីស្រាអែលមជ្ឈមណ្ឌលនេះជួបនៅការលំបាកមួយគឺមាតាបិតាក្មេងមួយចំនួនតែងតែមកយកកូនមិនទាន់ពេលវេលាម្ល៉េះហើយបុគ្គលិកត្រូវនៅចាំក្មេងទាំងអស់នោះរហូតដល់អាណាព្យាបាលពួកគេមកយកដូច្នេះពេលខ្លះបុគ្គលិកត្រូវចេញពីធ្វើការលើសម៉ោងដែលនាំឲ្យមានការមិនពេញចិត្តចំពោះកិច្ចការមិនទៀងទាត់បែបនេះបន្ទាប់មកក្រុមហ៊ុនបានចេញគោលការណ៍មួយគឺអាណាព្យាបាលណាមកយកក្មេងយឺតនឹងត្រូវទទួលការពិន័យជាទឹកប្រាក់ម្ដង$5ក្រោយពីអនុវត្តបានមួយរយៈគេឃើញថាអាណាព្យាបាលកាន់តែមកច្រើនយកក្មេងយឺតជាងមុនហេតុអ្វីកាលពីមិនទាន់មានគោលការណ៍ពិន័យនេះអាណាព្យាបាលគិតថាការទៅយកក្មេងយឺតគឺជារឿងអសិលធម៌មួយពីព្រោះវារំខានដល់បុគ្គលិកនិងបង្ហាញថាខ្លួនគ្មានវិជ្ជាប៉ុន្តែក្រោយពេលដែលមានគោលការណ៍ពិន័យនេះហើយពួកគេបែរជាគិតថាការទៅយកក្មេងយឺតលែងជារឿងអសិលធម៌ទៀតហើយបើទៅយឺតអស់យ៉ាងបង់លុយឲ្យសាលាបន្តិចទៅគឺចប់នេះហើយជាផលលំបាកនៃការប្រើលុយធ្វើជាឧបករណ៍ជំរុញឲ្យការងារដើរប៉ុន្តែលទ្ធផលបែរជាកាន់តែអាក្រក់ទៅវិញបើនៅក្នុងប្រទេសកម្ពុជាយើងក៏មានច្រើនណាស់ដែរក្រុមហ៊ុនដែលចែងគោលការណ៍កាត់ប្រាក់ខែចំពោះបុគ្គលិកដែលមកធ្វើការយឺតមានណាយូរទៅបុគ្គលិកធ្វើការយឺតជាallergy តែម្ដងថ្ងៃខ្លះពួកគេសុខចិត្តធ្វើការយឺតដើម្បីដឹកអីវ៉ាន់ដែលខ្លួនលក់អនឡាញទៅឲ្យភ្ញៀវគាត់គ្មានបារម្ភរឿងប្រាក់បន្តិចបន្តួចដែលក្រុមហ៊ុនកាត់អីទេពីព្រោះគាត់ឆ្លៀតលក់តែផលិតផលបានតែមួយឈុតគឺចំណេញច្រើនជាងប្រាក់ដែលត្រូវកាត់4ដងឯណោះដល់អញ្ចឹងទៅតើប្រសិទ្ធភាពការងារនៅឯណាអ្នកគ្រប់គ្រងក្រុមហ៊ុនគួរគិតឡើងវិញអំពីបុគ្គលិកគប្បីធ្វើការដោយមានបុព្វហេតុលើសពីគ្រាន់តែចង់បានលុយរីឯអ្នកគ្រប់គ្រងចូលកុំគិតថាគ្រាន់តែមានលុយគឺអាចប្រើខ្មោចឲ្យកិនម្សៅបាននាពេលបច្ចុប្បន្ននេះមនុស្សជាច្រើនតែងតែប្រើច្រឡំគ្នារវាងពាក្យថាការរកឃើញឬ discovery ដែលពាក្យថាការបង្កើតឬ invention ប៉ុន្តែតាមពិតទៅការរកឃើញនិងការបង្កើតឡើងមានន័យមិនដូចគ្នាទេ
តើទាំងពីរវាមានន័យខុសគ្នាយ៉ាងដូចម្តេចទៅការរកឃើញអ្វីមួយគឺមានន័យថារបស់នោះវាមានស្រាប់ទៅហើយពលគឺយើងមិនបានធ្វើអ្វីដែលនាំឲ្យវាកើតឡើងទេវាកើតឡើងតាំងពីណាពីណីមកហើយគ្រាន់តែយើងទើបនឹងប្រទះឃើញឬរកវាឃើញឧទាហរណ៍ដូចព្រះពុទ្ធគោដំទ្រង់បានរកឃើញចតុរាយសច្ចៈធัวទាំងអស់នេះមានស្រាប់ហើយគ្រាន់តែព្រះអង្គទ្រង់រកឃើញរីឯការបង្កើតវិញមានន័យខុសពីនេះកាលណាយើងបង្កើតអ្វីមួយមានន័យថាយើងជាអ្នកបង្កាត់រូបរាងឬអ្វីមួយនោះឲ្យលេចចេញមកវាមានអត្ថិភាពនៅពេលណាដែលយើងបង្កើតវាចេញមកហើយនៅពេលខ្លះយើងយករបស់អ្វីដែលមានស្រាប់មកផ្គុំគ្នាបង្កើតបានជារបស់ថ្មីមួយត្រង់ចំណុចនេះបើយើងជាអ្នកបង្កើតអ្វីមួយយើងគប្បីគិតជាមុនទៅដល់គុណប្រយោជន៍និងផលអវិជ្ជមានរបស់វាជាក់ស្ដែងនៅក្នុងមួយថ្ងៃអ្នកវិទ្យាសាស្ត្របានរកឃើញរបស់របរឬឧបករណ៍ថ្មីជាច្រើនប៉ុន្តែពួកគេមិនផលិតរបស់ទាំងអស់នោះមកឲ្យប្រជាជនប្រើប្រាស់ទេពីព្រោះវាគ្មានប្រយោជន៍ឬវាផ្ដល់ទុក្ខលំបាកច្រើនជាងគុណសម្បត្តិការបង្កើតមិនមែនសំដៅទៅលើការបង្កើតរបស់របរប្រើប្រាស់នោះទេគំនិតឬទ្រឹស្ដីទាំងឡាយក៏ចេញពីការបង្កើតផងដែរលោក Adam Smith បានសរសេរសៀវភៅមួយក្បាលដ៏ល្បីល្បាញដែលមានចំណងជើងថាទ្រព្យសម្បត្តិប្រទេសជាតិឬ The Wealth of Nation សៀវភៅមួយក្បាលនេះបានបរិយាយជាច្រើនចំណុចអំពីការបង្កើតប្រសិទ្ធផលឲ្យបានជាអតិបរមានៅកន្លែងការងារឥទ្ធិពលនៃសៀវភៅមួយនេះនៅតែបន្តមានរហូតមកដល់បច្ចុប្បន្នទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកចំណុចមួយដែលលោក Adam Smith បានលើកឡើងនោះគឺដើម្បីជំរុញឲ្យមនុស្សធ្វើការគេត្រូវតែប្រើរបស់អូសទាញទឹកចិត្តឬគោលការណ៍គម្រាមកំហែងណាមួយចូលយើងគិតពិចារណាឲ្យបានជ្រៅបន្តិចត្រង់ចំណុចនេះលោក Peter Drucker ដែលជាសាស្ត្រាចារ្យដ៏ល្បីល្បាញផ្នែកគ្រប់គ្រងល្ឯងនិយាយថាអ្វីដែលយើងគិតថាត្រឹមត្រូវកាលពីមុនវាអាចនឹងខុសនៅពេលនេះដោយបានលើកឡើងរួចមកហើយនៅក្នុងបញ្ញាមុនថាការប្រើប្រាស់របស់ដូចជាប្រកាសជាដើមដើម្បីជំរុញមនុស្សឲ្យធ្វើការខ្លាំងជាងមុននិងល្អជាងមុនវានឹងបង្កបញ្ហានៅពេលក្រោយឬធ្វើឲ្យបញ្ហាកាន់តែធំត្បិតថាបុគ្គលិកធ្វើការនឹងទទួលបានប្រាក់ខែជាការតបស្នងប៉ុន្តែមិនមែនមានន័យថាប្រាក់ខែគឺជាកត្តាតែមួយគត់ដែលនាំឲ្យបុគ្គលិកបំពេញការងារបានល្អនោះទេវានៅមានកត្តាផ្សេងទៀតដូចជាបរិយាកាសនៅកន្លែងការងាររបៀបនៃការគ្រប់គ្រងនិងដឹកនាំនិងស្ថានភាពនៅអនាគតសម្រាប់ខ្លួនបុគ្គលិកផ្ទាល់ព្រមទាំងក្រុមហ៊ុនជាដើមប្រសិនបើយើងស្ថិតក្នុងឋានៈជាបុគ្គលិកយើងក៏មិនត្រូវតាំងខ្លួនឯងជាមនុស្សដែលធ្វើការងារដើម្បីតែលុយនោះទេយើងក៏បីធ្វើការងារដោយមានបុព្វហេតុនិងបុព្វហេតុនោះត្រូវតែជាបុព្វហេតុដែលនាំឲ្យយើងនិងក្រុមហ៊ុនយើងរីកចម្រើនអ្នកគ្រប់គ្រងនិងបុគ្គលិកត្រូវស្វែងយល់ឲ្យបានច្បាស់លាស់អំពីកិច្ចការដែលខ្លួនដាក់ឲ្យគេធ្វើនិងកិច្ចការដែលខ្លួនត្រូវធ្វើទើបកិច្ចការនោះអាចសម្រេចជោគជ័យទៅតាមការចង់បាននៅក្នុងអង្គភាពនីមួយអ្នកគ្រប់គ្រងរមែងចង់បានណាស់ប្រសិទ្ធភាពនិង
ប្រសិទ្ធផលការងារតើប្រសិទ្ធភាពនិងប្រសិទ្ធផលមានន័យខុសគ្នាយ៉ាងដូចម្តេចប្រសិទ្ធភាពមានន័យថាកិច្ចការដែលបានដាក់ចេញគឺអាចសម្រេចបានទៅតាមគម្រោងឬការរំពឹងទុករីឯប្រសិទ្ធផលវិញមានន័យថាក្រុមហ៊ុនចំណាយតិចតែបានទទួលបានផលច្រើនជាអតិបរមាសពថ្ងៃនេះអ្នកសេដ្ឋកិច្ចតែងតែយល់ថាប្រសិទ្ធផលគឺជាផលចំណេញសម្រាប់ក្រុមហ៊ុនឲ្យតែការងារដែលបុគ្គលិកធ្វើហើយប្រកបដោយប្រសិទ្ធផលនោះក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញមិនខានប៉ុន្តែការគិតតែពីផលចំណេញទាំងស្រុងក៏មិនមែនមានន័យថាការងាររបស់យើងមានប្រសិទ្ធភាពឬប្រសិទ្ធផលទេគេគួរយកកត្តាផ្សេងទៀតមកវាស់វែងពីប្រសិទ្ធភាពឬប្រសិទ្ធផលការងារទូយ៉ាងដូចជាការពេញចិត្តពីសំណាក់អតិថិជនអញ្ចឹងទៅបើទោះបីជាក្រុមហ៊ុនយើងអនុវត្តកិច្ចការសម្រេចទៅតាមគម្រោងនិងទទួលបានប្រាក់ចំណេញក៏ដោយប៉ុន្តែបើវាធ្វើឲ្យអតិថិជនមិនសប្បាយចំពោះការប្រើប្រាស់ផលិតផលរបស់យើងតើក្រុមហ៊ុនយើងអាចរក្សាគុណតម្លៃបានយូរប៉ុណ្ណាមិនយូរមិនឆាប់អតិថិជនគង់នឹងរត់ចោលអស់ពីព្រោះគេគិតថាក្រុមហ៊ុនបែបនេះជាក្រុមហ៊ុនអាត្មានិយមម្យ៉ាងវិញទៀតអ្នកគ្រប់គ្រងដែលចាត់ចែងកិច្ចការទៅឲ្យបុគ្គលិកថ្នាក់ក្រោមធ្វើក៏ត្រូវយល់ផងដែរថាធនធានសម្រាប់ធ្វើមិនមែនសំដៅតែទៅលើលុយនិងជំនាញបុគ្គលិកទេពោលគឺត្រូវគិតដល់អារម្មណ៍របស់ពួកគេផងដែរអារម្មណ៍និងសន្ទុះទឹកចិត្តគឺជាកត្តាសំខាន់មួយនៅពេលអនុវត្តការងារការផ្ដល់ទំនួលខុសត្រូវទៅលើកិច្ចការនិងការសម្រេចចិត្តសំខាន់ពាក់ព័ន្ធនឹងការងារទៅឲ្យបុគ្គលិកគឺជាការលើកទឹកចិត្តវិសេសដែលអ្នកគ្រប់គ្រងមិនអាចមើលរំលងប៉ុន្តែសូមបញ្ជាក់ថាការបណ្ដាលឲ្យបុគ្គលិកសម្រេចចិត្តលើការងារយ៉ាងនេះគឺអាចធ្វើបានតែជាមួយបុគ្គលិកប្រភេទ Y ប៉ុណ្ណោះបើធ្វើរបៀបនេះជាមួយបុគ្គលិកខ្ជិលច្រអូសពោលគឺបុគ្គលិក X ច្បាស់ជាការងារមិនសម្រេចតាមផែនការឡើយនៅពេលប្រគល់កិច្ចការអ្វីមួយទៅឲ្យបុគ្គលិកទាំងអ្នកគ្រប់គ្រងនិងបុគ្គលិកត្រូវតែយល់ឲ្យច្បាស់ពីរឿងមួយចំនួនដូចតទៅនេះទី1តើកិច្ចការដែលបុគ្គលិកនឹងត្រូវធ្វើនឹងគឺធ្វើដើម្បីអ្វីទី2តើបុគ្គលិកនឹងត្រូវធ្វើកិច្ចការនោះឲ្យសម្រេចដោយរបៀបណានិងទី3ប្រសិនបើកិច្ចការមិនដំណើរការបានល្អទេតើយើងត្រូវធ្វើយ៉ាងណាសំណួរចុងក្រោយនេះវាបញ្ជាក់ថាតើយើងគួរតែមានផែនការទី2ឬទី3ត្រៀមទុកជានិច្ចនៅក្នុងពេលសប្តាហ៍នេះស្ថានភាពសង្គមនិងសេដ្ឋកិច្ចមានការផ្លាស់ប្ដូរហួសពីការគិតរបស់យើងដូច្នេះយើងត្រូវរៀបចំផែនការងប់ក្រឡាឬមិនទុកផ្លូវក្រោយសោះនោះទេការត្រៀមខ្លួនជាប់ជានិច្ចនឹងអាចជួយយើងឲ្យជៀសផុតពីគ្រោះភ័យបានទាន់ពេលសារសំខាន់យើងត្រូវស្វែងយល់ឲ្យបានច្បាស់ថាការងារដែលយើងកំពុងធ្វើរាល់ថ្ងៃនេះគ្រាន់តែជាការងារដើម្បីតែចិញ្ចឹមក្រពះជាការងារដែលធ្វើឲ្យយើងរីកចម្រើនទៅមុខឬជាការងារដែលនឹងអាចផ្លាស់ប្ដូរសង្គមជាតិបានការសម្រេចចិត្តជ្រើសរើសការងារណាមួយធ្វើគឺអាស្រ័យលើយើងម្នាក់ទ្រឹស្ដីចាស់គួរយើងលើកយកមកពិចារណាឡើងវិញជៀសវាងចេះតែយកមកអនុវត្តទាំងទៅតឹងទៅស្ថានភាពសង្គមប្រែប្រួលទ្រឹស្ដីធ្លាប់ត្រូវក៏អាចคล้ายទៅជាខុសដែរដើម្បីបង្កើតប្រសិទ្ធភាពនិងប្រសិទ្ធផលការងារយើងមិនត្រូវគិតត្រឹមជំរុញបុគ្គលិកដោយការសូកប៉ាន់ឬគោលការណ៍គំរាមកំហែងឡើយលើសពីនេះគេគួរឲ្យតម្លៃទៅលើឯករាជ្យភាពនៃការសម្រេចចិត្តនិងផ្ដល់ទំនួលខុសត្រូវដល់បុគ្គលិកឲ្យបានច្រើនចំពោះការ
ប្រតិបត្តិការងារនេះទើបជាការឲ្យតម្លៃទៅលើបុគ្គលិកពិតប្រាកដ